នាងខ្ញុំសូមអនុញ្ញាតគោរពជំរាបសួរដល់ប្រិយមិត្តដែលបានតាមដានទស្សនាកម្មវិធីការផ្សាយផ្ទាល់របស់RCE Hot News ខណៈពេលនេះដែរវេលាម៉ោង 8:40 នាទីនៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2025 ស្ថិតនៅក្នុងសាលាដែលមានឈ្មោះថាសាលាអប់រំសិស្សឆ្នាំកម្ពុជានាងខ្ញុំនឹងធ្វើការផ្សព្វផ្សាយអំពីសាលាអប់រំសិស្សឆ្នាំកម្ពុជាដូចតទៅសាលាអប់រំសិស្សឆ្នាំកម្ពុជាសាខាភ្នំពេញកោះកុងនិងសៀមរាបដែលបានបង្កើតមិនទាន់បាន10ឆ្នាំនោះទេក៏ប៉ុន្តែមានការគាំទ្រយ៉ាងខ្លាំងក្លាអំពីសំណាក់អាណាព្យាបាលរបស់សិស្សានុសិស្សដែលបានគាំទ្រនៅកម្មវិធីសិក្សារបស់សាលានេះសំណួរតើហេតុអ្វីបានជាសាលាអប់រំសិស្សឆ្នាំកម្ពុជាមានការល្បីល្បាញយ៉ាងនេះតើកត្តាអ្វីខ្លះដែលបានឲ្យសិស្សានុសិស្សទាំងអស់ចូលចិត្តរៀននៅសាលានេះជាការពិតណាស់សាលាមានភាពល្បីល្បាញយ៉ាងនេះខ្ញុំសូមនិយាយអំពីកម្មវិធីសិក្សាមួយដែលខ្ញុំបានសិក្សាដែលសិស្សានុសិស្សទាំងអស់បានរៀននោះគឺកម្មវិធីពិសោធន៍ជីវៈរូបគីមីខ្ញុំយល់កម្មវិធីនេះអាចឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់នៃបាតុភូតធម្មជាតិនិងការពិសោធន៍និងការធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់នៅអ្វីដែលថ្មីអ្វីដែលខ្ញុំពុំធ្លាប់បានជួបផ្ទាល់ពីមុនការពិសោធន៍គីមីអាចឲ្យខ្ញុំដឹងនៅម៉ូលេគុលម៉ាសនិងអាតូមយល់កាន់តែច្បាស់នៃឧស្ម័នធម្មជាតិដែលមានកើតឡើងនៅលើភពផែនដីជាក់ស្ដែងនិងការពិសោធន៍ជាក់ស្ដែងផងដែរអាចឲ្យខ្ញុំយល់ច្បាស់នៅការសិក្សារៀនផ្ទាល់ជាងការសិក្សារៀននៅក្នុងសៀវភៅការពិសោធន៍រូបគឺអាចឲ្យខ្ញុំដឹងពីលំហាត់កាន់តែច្បាស់អាចឲ្យខ្ញុំកណនាលំហាត់ផ្ទាល់អាចឲ្យខ្ញុំយល់នៅការពិសោធន៍ផ្សេងនៅទ្រឹស្ដីផ្សេងយល់ដឹងពីការសិក្សារូបមន្តនិងដឹងពីស្ថានភាពពិតជាក់ស្ដែងការពិសោធន៍ជីវៈវិញអាចឲ្យខ្ញុំយល់ដឹងនៃការលូតលាស់របស់ស្លឹករុក្ខជាតិនិងការលូតលាស់របស់សត្វផ្សេងនៅលើភពផែនដីនិងបាតុភូតធម្មជាតិនៅលើភពផែនដីនេះហើយបានជាខ្ញុំចូលចិត្តកម្មវិធីនេះពីព្រោះអាចឲ្យខ្ញុំដឹងពីកម្មវិធីរូបជីវៈគីមីដែលខ្ញុំដឹងពិតនៅស្ថានភាពពិតជាក់ស្ដែងអាចឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់នៅចំណេះដឹងថ្មីយល់មេរៀនកាន់តែច្បាស់និងអនុវត្តតទៀតផងមិនត្រឹមតែប៉ុណ្ណោះសាលាក៏មានកម្មវិធីជាច្រើនដែលឲ្យសិស្សានុសិស្សទាំងអស់ឡើងសង្ខេបមេរៀនការធ្វើតស៊ូមតិការនិយាយជាសាធារណៈការឡើងសូត្រកំណាព្យនិងការធ្វើបទបង្ហាញផ្សេងទៀតផងដោយសារតែកម្មវិធីល្អនិងសិស្សានុសិស្សមានសមត្ថភាពខ្លាំងពូកែផងនោះអាចឲ្យសិស្សានុសិស្សគ្រប់រូបមានភាពខ្លាំងនឹងការចូលរួមប្រឡងកម្រិតថ្នាក់ជាតិនិងកម្រិតអន្តរជាតិអាចឲ្យសិស្សានុសិស្សទាំងអស់ប្រឡងនៅក្រៅប្រទេសទៀតផងហើយថែមទាំងទទួលបានមេដាយនិងឆានពៀនជាច្រើនជាចុងក្រោយនាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលបានសិក្សានៅសាលាអប់រំសិស្សឆ្នាំកម្ពុជាសូមអរគុណ